ចំពោះការងារជីវិតនេះគឺអញ្ចឹងឯងម្ដងជួបសុខម្ដងជួបទុក្ខយើងជាកូនចៅគេការរស់នៅក្រោមឱវាទក្នុងការគ្រប់គ្រងរបស់គេខ្លះក៏មិនសូវបានកក់ក្ដៅឡើយមេខ្លះមានចិត្តល្អការងារនោះក៏សុខទៅមេណាមានចិត្តជាមាការងារនោះក៏លំបាកវេទនាចិត្តទៅក្នុងលោកនេះមានមនុស្សតិចណាស់ដែលមានចក្ខុប្រកបដោយមេត្តាករុណាដោយអំណាចនៃចិត្តដែលមិនបានអប់រំល្អហើយចេះតែបង្កហេតុបញ្ហាសំញាំបង្គាប់បញ្ជាគុំគួនព្យាបាទមកលើអ្នកទុនខ្សោយអំពីសំណាក់អ្នកខ្លាំងពូកែក្នុងរឿងនោះលោកអ្នកត្រូវតែមានមេត្តាចិត្តទ្រាំដោយខន្តីគឺសេចក្តីអត់ធន់ផងឲ្យត្រូវមានឆន្ទៈអង្គអាចក្លាហាន